អូខេអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាបញ្ចប់មេរៀនទី2របស់យើងបន្ទាប់ពីយើងចប់មេរៀនទី2យើងនឹងរៀនបន្តជំពូកទី3ជំពូកទី3នេះវាជាជំពូកសំខាន់ជាងគេដោយសារវាមានរហូតទៅដល់4មេរៀនណាអូខេអញ្ចឹងមុននឹងយើងបន្តមេរៀនរបស់យើងអញ្ចឹងខ្ញុំរំលឹកបន្តិចតកតងជាមួយនឹងអ្វីដែលយើងបានរៀនកាលពីថ្ងៃម្សិលមិញមែនទេអូខេអញ្ចឹងនៅថ្ងៃម្សិលមិញមួយនេះយើងបានសិក្សាតកតងជាមួយនឹងមេរៀនកម្លាំងអន្តរម៉ូលេគុលអូខេអញ្ចឹងខ្ញុំរំលឹកឲ្យខ្លីៗអញ្ចឹងពាក្យថាកម្លាំងអន្តរម៉ូលេគុលគេចង់សំដៅទៅលើកម្លាំងដែលស្ថិតនៅចន្លោះម៉ូលេគុលមួយនិងម៉ូលេគុលមួយតើនេះអញ្ចឹងបើយើងនិយាយអំពីសមាសធាតុដែលយើងសិក្សានៅក្នុងមេរៀនមុននេះយើងបែងចែកជាពីរមែនទេអញ្ចឹងសមាសធាតុគេបែងចែកជាពីរទីមួយគេឲ្យឈ្មោះថាសមាសធាតុអ៊ីយ៉ង់អញ្ចឹងសមាសធាតុគេបែងចែកជាពីរទីមួយគេឲ្យឈ្មោះធាតុអ៊ីយ៉ង់សមាសធាតុអ៊ីយ៉ង់យើងអាចប្រើពាក្យថាអ៊ីយ៉ង់ក៏បានយើងអាចប្រើពាក្យថា ionic ក៏បានតើនេះនិងសមាសធាតុទី2គេឲ្យឈ្មោះថាសមាសធាតុ covalent បាទអញ្ចឹងសមាសធាតុនិយាយឡើងវិញចែកចេញជាពីរគឺសមាសធាតុអ៊ីយ៉ង់ហើយនិងសមាសធាតុ covalent ចំពោះនិយមន័យយើងអាចឲ្យបានច្រើនណាស់អញ្ចឹងសមាសធាតុអ៊ីយ៉ង់និយមន័យទី1យើងអាចឆ្លើយថាជាសមាសធាតុដែលកើតចេញពីលោហៈហើយនិងអលោហៈឃើញទេឬក៏យើងអាចឆ្លើយម្យ៉ាងទៀតជាសមាសធាតុដែលកើតចេញពីបន្ទុកពីរផ្ទុយគ្នាបន្ទុកបូកគឺជាបន្ទុករបស់អលោហៈហើយនិងបន្ទុកដកជាបន្ទុករបស់អលោហៈឃើញទេអញ្ចឹងបូកគឺជាបន្ទុករបស់លោហៈហើយដកគឺជាបន្ទុករបស់អលោហៈឬក៏យើងអាចនិយាយបានម្យ៉ាងទៀតគឺជាសមាសធាតុដែលកើតចេញពីការចាប់យកនិងបោះបង់អេឡិចត្រង់អញ្ចឹងយើងដឹងហើយលោហៈវាមានទំនោរនៅក្នុងការបោះបង់អេឡិចត្រង់អញ្ចឹងកាលណាវាបោះបង់អេឡិចត្រង់វាคล้ายទៅជាបន្ទុកបូកអញ្ចឹងឧទាហរណ៍ Na អញ្ចឹងយើងទៅសេថា Na បូកមែនទេចំណែកឯអលោហៈវិញវាមានទំនោរនៅក្នុងការទទួលយកអេឡិចត្រង់អញ្ចឹងឧទាហរណ៍នៅត្រង់កន្លែងនេះយើងមានសូដ្យូមក្លូរូអញ្ចឹងសូដ្យូមវាមានបន្ទុកបូកមួយហើយ Cl វាមានបន្ទុកដកមួយអញ្ចឹងបន្ទុកអគ្គិសនីបូកដកនេះនៅពេលដែលវាស្ថិតនៅជិតគ្នាវាបង្កើតបានកម្លាំងមួយដែលស្ថិតនៅចន្លោះនេះដែលវាជាកម្លាំងទំនាញគ្នាទៅវិញទៅមកឃើញទេអញ្ចឹងកម្លាំងដែលមានទម្រង់បែបនេះឬក៏កម្លាំងដែលកើតពីបន្ទុកអគ្គិសនីពីរផ្ទុយគ្នានេះគេឲ្យឈ្មោះថាកម្លាំងអ៊ីយ៉ង់តាមតើណាហ្នឹងអញ្ចឹងកម្លាំងដែលយើងសិក្សានៅក្នុងមេរៀននេះមាន3ធំធំទី1កម្លាំងអ៊ីយ៉ង់ទី2កម្លាំងឌីប៉ូឌីប៉ូលហើយនិងទី3គឺកម្លាំងរបាយឡុនដុនអញ្ចឹងសមាសធាតុអ៊ីយ៉ង់រងនៅកម្លាំងមួយគឺកម្លាំងអ៊ីយ៉ង់អូខេចំណែកឯសមាសធាតុទី2គឺហៅថាសមាសធាតុកូវ៉ាឡង់សមាសធាតុកូវ៉ាឡង់គឺជាសមាសធាតុដែលកើតឡើងពីអលោហៈជាមួយនឹងអលោហៈឃើញទេអញ្ចឹងអលោហៈ2ឬច្រើនផ្សំគ្នាបង្កើតបានទៅជាសមាសធាតុកូវ៉ាឡង់ឬក៏បងអាចឆ្លើយម្យ៉ាងទៀតសមាសធាតុកូវ៉ាឡង់គឺជាសមាសធាតុទាំងឡាយណាដែលកើតចេញពីការដាក់ហ៊ុនអេឡិចត្រង់ឃើញទេវាអត់កើតពីបន្ទុកបូកដកដោយសមាសធាតុខាងលើទេបើន័យថាវាកើតចេញពីការដាក់ហ៊ុនអេឡិចត្រង់អញ្ចឹងការដាក់ហ៊ុនអេឡិចត្រង់យើងសម្គាល់ត្រង់ថាវាចងសម្ព័ន្ធឃើញទេអញ្ចឹងឧទាហរណ៍យើងនិយាយទៅទៅម៉ូលេគុលទឹកចុះអញ្ចឹងឧទាហរណ៍ទឹកអញ្ចឹងទឹក H2O មែនទេអញ្ចឹង H2O ទម្រង់នៃការចងសម្ព័ន្ធរបស់វាបើន័យថា O ស្ថិតនៅចន្លោះការ៉ាហើយដៃសងខាងភ្ជាប់ជាមួយនឹង H ឃើញទេអញ្ចឹង O អញ្ចឹងសល់ទ្វេតាមិនសម្ព័ន្ធ2អញ្ចឹងទម្រង់បែបហ្នឹងគេឲ្យឈ្មោះថាទម្រង់នៃការដាក់ហ៊ុនអេឡិចត្រង់ឃើញទេអញ្ចឹងសមាសធាតុកូវ៉ាឡង់នេះគេបែងចែកជា2តទៀត2តទៀតអញ្ចឹង2តទៀតទី1គេឲ្យឈ្មោះថាកូវ៉ាឡង់ប៉ូលែនេះឃើញទេអញ្ចឹងសមាសធាតុកូវ៉ាឡង់ចែកចេញជា2គឺកូវ៉ាឡង់ប៉ូលែហើយនិងកូវ៉ាឡង់មិនប៉ូលែពាក្យថាប៉ូលែមិនពិបាកនៅក្នុងការយល់ទេប៉ូលែកាលណាអលោហៈផ្សេងគ្នាចងសម្ព័ន្ធគ្នាអលោហៈផ្សេងគ្នាយ៉ាងម៉េចឧទាហរណ៍ដូចជា H2O អញ្ចឹង H2O វាកើតឡើងពីអលោហៈ2គឺអ៊ីដ្រូសែនហើយនិងអុកស៊ីសែនឧទាហរណ៍អាម៉ូញ៉ាវាកើតចេញពីអាសូតហើយនិងអ៊ីដ្រូសែនឃើញទេឧទាហរណ៍ pH3
វាកើតចេញពីផូស្វ័រហើយនិងអ៊ីដ្រូសែនឃើញទេអញ្ចឹងអ្វីដែលបងបានឃើញនេះសុទ្ធសឹងតែជាសមាសធាតុកូវ៉ាឡង់ប៉ូឡេអញ្ចឹងពេលតែប៉ូឡេនិយាយឡើងវិញកាលណាធាតុប្រភេទផ្សេងគ្នាឬក៏អលោហៈផ្សេងគ្នាចងសម្ព័ន្ធគ្នាដល់ពេលមិនប៉ូឡេវិញគេចង់សំដៅទៅលើអញ្ចេះកាលណាធាតុតែមួយចងសម្ព័ន្ធគ្នាឧទាហរណ៍ដូចជាហាស2បើន័យថាហាសចងជាមួយហាសឧទាហរណ៍ N2 N ចងជាមួយ N ឧទាហរណ៍ O2 មែនទេឧទាហរណ៍ S2 ឧទាហរណ៍ Cl2 ឃើញទេហើយយើងបន្ថែមមួយទៀតគឺករណីពិសេសគឺកាបូនអញ្ចឹងកាបូនបងប្អូនដឹងហើយដៃ4មែនទេកាលណាដៃទាំង4នៃកាបូនភ្ជាប់ជាមួយនឹងធាតុតែមួយអាហ្នឹងក៏គេសន្មតថាមិនប៉ូឡេដែរឧទាហរណ៍ CH4 ឧទាហរណ៍ CS4 អញ្ចឹងទៅឃើញទេឧទាហរណ៍ CCl4 អញ្ចឹងទៅឃើញទេអញ្ចឹងទី1កាលណាធាតុតែមួយឬក៏អលោហៈតែមួយវាចងសម្ព័ន្ធគ្នាទី2កាលណាកាបូនដៃទាំង4របស់វានឹងភ្ជាប់ទៅនឹងធាតុតែមួយចុះបើសិនជាដៃទាំង4នៃកាបូនសឹកតែភ្ជាប់ជាមួយនឹងអ៊ីដ្រូសែន2ហើយភ្ជាប់ជាមួយនឹង Fluor 2ឃើញទេឬក៏ដៃទាំង4នៃកាបូនភ្ជាប់ជាមួយនឹងអ៊ីដ្រូសែន3ហើយភ្ជាប់ជាមួយនឹងក្ល1អាហ្នឹងក៏គេសន្មតថាជាសមាសធាតុប៉ូឡេដែរតាមតើណាលើកលែងតែដៃទាំង4នៃកាបូននេះវាភ្ជាប់ទៅនឹងធាតុតែមួយឧទាហរណ៍ថាហាសទាំង4ឃើញទេហាសអញ្ចឹងទៅឃើញទេឧទាហរណ៍កាបូនដៃទាំង4វាភ្ជាប់ជាមួយនឹង Fluor លេខនេះក៏ Fluor លេខនេះក៏ Fluor លេខនេះក៏ Fluor អញ្ចឹងអាហ្នឹងគេហៅវាថាសមាសធាតុកូវ៉ាឡង់មិនប៉ូឡេតាមតើណាកន្លែងហ្នឹងអញ្ចឹងមុននឹងយើងនិយាយថាមួយណាខ្លាំងជាងមួយណាមួយណាមានចំណុចរំពុះធំជាងមួយណាលុះត្រាតែយើងស្គាល់សិនថាតើវាជាសមាសធាតុកូវ៉ាឡង់ប៉ូឡេវាជាសមាសធាតុកូវ៉ាឡង់មិនប៉ូឡេឬក៏វាជាសមាសធាតុអ៊ីយ៉ូនិកបាទអូខេអញ្ចឹងយើងនិយាយបន្តតាក់ទងជាមួយនឹងកម្លាំងកាលណាវាជាសមាសធាតុប៉ូឡេកម្លាំងដែលវារងវាឲ្យឈ្មោះថាកម្លាំងឌីប៉ូឌីប៉ូលអូខេអញ្ចឹងកាលណាវាជាសមាសធាតុប៉ូឡេបងត្រូវចាំថាវារងនៅកម្លាំងមួយគឺកម្លាំងឌីប៉ូឌីប៉ូលអញ្ចឹងកម្លាំងឌីប៉ូឌីប៉ូលគឺជាកម្លាំងដែលកើតចំពោះ molecule ឬក៏សមាសធាតុកូវ៉ាឡង់ប៉ូឡេឃើញទេចំណែកឯសមាសធាតុកូវ៉ាឡង់មិនប៉ូឡេវិញវាកើតកម្លាំងមួយដែលគេឲ្យឈ្មោះថាកម្លាំងរបាយឡុនដុនអូខេកម្លាំងរបាយឡុនដុនឃើញទេអញ្ចឹងកម្លាំងធំនិយាយឡើងវិញមាន3កាលណាវាជាសមាសធាតុអ៊ីយ៉ង់វារងនៅកម្លាំងអ៊ីយ៉ង់ឃើញទេកាលណាវាជាសមាសធាតុកូវ៉ាឡង់យើងមើលឲ្យបានច្បាស់ថាតើវាប៉ូឡេឬមិនប៉ូឡេបើវាប៉ូឡេវារងនៅកម្លាំងឌីប៉ូឌីប៉ូបើវាមិនប៉ូឡេទេវារងនៅកម្លាំងរបាយឡុនដុនមានករណីពិសេសមួយទៀតដែលបងប្អូនបានរៀននៅម្សិលមិញនោះគេឲ្យឈ្មោះថាកម្លាំងនៃសម្ព័ន្ធអ៊ីដ្រូសែនឃើញទេអញ្ចឹងកម្លាំងនៃសម្ព័ន្ធអ៊ីដ្រូសែនគឺជាកម្លាំងដាច់ដោយឡែកឃើញទេដែលវាស្ថិតនៅក្នុងកម្លាំងឌីប៉ូឌីប៉ូនេះដែរទេគេបាននិយាយថាម៉េចកាលណាអ៊ីដ្រូសែនវាចងសម្ព័ន្ធជាមួយនឹងធាតុដែលមានកម្រិតអេឡិចត្រូអវិជ្ជមានធំទី1ដូចជា O បាទទី2ដូចជា N ហើយទី3គឺ F ឃើញទេកាលណានៅក្នុងសមាសធាតុប៉ូឡេសម្ព័ន្ធវាកើតចេញពីអ៊ីដ្រូសែនភ្ជាប់ជាមួយអុកស៊ីហ្សែនឃើញទេសម្ព័ន្ធវាកើតពីអ៊ីដ្រូសែនភ្ជាប់ជាមួយអាសូតសម្ព័ន្ធកើតពីអ៊ីដ្រូសែនភ្ជាប់ជាមួយ Fluor អញ្ចឹងវាបង្កើតបានកម្លាំងមួយដាច់ដោយឡែកទៀតដែលវាស្ថិតនៅក្នុងកម្លាំងឌីប៉ូឌីប៉ូដែលយើងឲ្យឈ្មោះថាកម្លាំងនៃសម្ព័ន្ធអ៊ីដ្រូសែនអញ្ចឹងបើយើងធៀបឌីប៉ូឌីប៉ូហើយនឹងសម្ព័ន្ធអ៊ីដ្រូសែនអាឌីប៉ូឌីប៉ូវាខ្សោយជាងសម្ព័ន្ធអ៊ីដ្រូសែនបន្តិចតែជាទូទៅគេមិនដែលប្រៀបធៀប3នឹងចូលគ្នាទេតើនេះអញ្ចឹងនៅពេលប្រឡងគេតែងតែសួរថាតើកម្លាំងទាំង3មួយណាខ្លាំងជាងអញ្ចឹងកម្លាំងដែលខ្លាំងជាងគេត្រូវចាំថាគឺកម្លាំងអ៊ីយ៉ង់អញ្ចឹងកម្លាំងអ៊ីយ៉ង់វាខ្លាំងជាងគេអញ្ចឹងកាលណាវាជាសមាសធាតុអ៊ីយ៉ង់វាមានចំណុចរំពុះខ្ពស់ជាងគេកម្លាំងដែលជាប់ចំណិតថ្នាក់លេខ2គឺកម្លាំងឌីប៉ូឌីប៉ូជាកម្លាំងដែលកើតចំពោះ molecule polar ហើយកម្លាំងដែលខ្សោយជាងគេបង្អស់គឺកម្លាំងរបាយឡុនដុនអាហ្នឹងនៅពេលដែលយើងសិក្សាជួបដល់សំណួរគេសួរនេះនៅខាងលើមានទៅពេលប្រឡងក៏គេអាសាសួរដូចគ្នានេះសំណួរទី6បងឃើញហ្នឹងមែនទេអញ្ចឹងគេសួរថាគេមានកម្លាំង3ទី1កម្លាំងអ៊ីយ៉ង់
ទី2កម្លាំងរបាយ London និងទី3កម្លាំង Dipole តើកម្លាំងមួយណាដែលខ្លាំងជាងគេបំផុតមែនទេអញ្ចឹងចម្លើយយើងអាចឆ្លើយខ្លីកម្លាំងដែលខ្លាំងជាងគេបំផុតគឺកម្លាំងអ៊ីយ៉ង់តែបើសិនជាគេឲ្យតម្រៀបវិញក៏មិនពិបាកដែរមែនទេអញ្ចឹងបើគេឲ្យយើងតម្រៀបពីខ្លាំងទៅខ្សោយទី1អ៊ីយ៉ង់ទី2 dipole ហើយទី3គឺរបាយ London អូខេប៉ុណ្្នឹងសិនមានចុងមកសួរមុននឹងយើងចូលដល់លំហាត់តោះមានចុងមកតោះនេះអ្នកដែលចូលមុនចូលក្រោយជឿទៅនៅក្នុងមេរៀននេះវាចេញជាលក្ខណៈសំណួរតោះនេះមួយឆ្នាំតែងយ៉ាងតិចក៏2សំណួរដែរក្នុងមេរៀននេះព្រោះសំណួរបច្ចៈបញ្ញបត្រដូចចេញ10សំណួរជាងមានចម្ងល់អាចសួរបានមុននឹងយើងបន្តទៅលំហាត់ទី1អូខេអញ្ចឹងស្ងាត់ប្រហែលជាអត់មានសំណួរទេអញ្ចឹងខ្ញុំបន្តទៅមុខតែម្ដងអូខេលំហាត់លេខ1គេបាននិយាយថាចូលសរសេរសមីការបំបែកជាអ៊ីយ៉ង់និងប្រាប់ពីចំនួនម៉ូអ៊ីយ៉ង់ដែលកកើតកាលណាគេប្រើពាក្យបែបនេះបានន័យថាចំនួនម៉ូអ៊ីយ៉ង់ដែលកកើតនោះគឺគេចង់បានចំនួនម៉ូសរុបត្រូវចាំតែបើសិនជាគេប្រើពាក្យថានីមួយអានឹងយើងអត់ចាំបាច់បូកជួបគ្នាទេគ្រាន់តែប្រាប់គេថាកញ្ចង់ឬក៏អ៊ីយ៉ង់វិជ្ជមាននេះមានចំនួនម៉ូប្រមាណហើយអាយ៉ង់នោះមានចំនួនម៉ូប៉ុន្មានអូខេអញ្ចឹងករណីកអូខេសួរមិនមានចម្ងល់លេខ3ឈប់ចាំបន្តិចប្រតិបត្តិទី1អូខេលេខ3តើកម្លាំងអ្វីដែលធ្វើឲ្យទឹកមានឯកភាពគ្នាមែនទេសំណួរហ្នឹងមែនអត់អូខេអញ្ចឹងយើងដឹងហើយទឹកបើយើងនិយាយពីសម្ព័ន្ធវាកើតចេញពី O អញ្ចឹង O នេះវាភ្ជាប់ជាមួយខ្លះភ្ជាប់ជាមួយនឹងហ៊ីដ្រូសែនឃើញទេសមាសធាតុកាលណាវាផ្សំឡើងឬក៏វាចងសម្ព័ន្ធកើតចេញពីអលោហៈពីរផ្សេងគ្នាវាចូលទម្រង់មួយដែលយើងហៅថា covalent polare មែនទេ covalent polare ត្រូវរងកម្លាំងមួយដែលគេឲ្យឈ្មោះថាកម្លាំង dipole ក៏ប៉ុន្តែគេបាននិយាយថាម៉េចនៅក្នុងករណី polare នេះបើសិនជាសម្ព័ន្ធនោះវាកើតចេញពីហ៊ីដ្រូសែនហើយហ៊ីដ្រូសែននោះវាភ្ជាប់ទៅនឹងអុកស៊ីហ្សែនឬក៏ហ៊ីដ្រូសែននោះវាភ្ជាប់ទៅនឹង fluid or ឬក៏អាសូតតើនេះយើងនិយាយករណី3ទៀតណាទី1គឺ O ទី2គឺ N ទី3គឺ S កាលណាហ៊ីដ្រូសែនភ្ជាប់ទៅនឹងអា3ហ្នឹងកម្លាំងដែលវារងគេឲ្យឈ្មោះថាកម្លាំងអីគេកម្លាំងនៃសម្ព័ន្ធអីកម្លាំងនៃសម្ព័ន្ធហ៊ីដ្រូសែនតាមតើនេះកន្លែងហ្នឹងវាជាករណីដាច់ដោយឡែកបើសិនជាធម្មតាទេអលោហៈពីរផ្សេងគ្នាអាហ្នឹងគេហៅ dipole ក៏ប៉ុន្តែបើសិនជាសម្ព័ន្ធនោះវាកើតពីការភ្ជាប់រវាងអ៊ីដ្រូសែនជាមួយនឹងធាតុដែលមានកម្រិតអេឡិចត្រូវិជ្ជមានធំដែលមានដូចជា O ដូចជា N ដូចជា S អាហ្នឹងបងត្រូវឆ្លើយថាកម្លាំងនៃសម្ព័ន្ធអ៊ីដ្រូសែនតាមតនេះនេះបាទអូខេដូចអាម៉ូញ៉ាដូចអីយល់ទេដូចអាម៉ូញ៉ាអញ្ចឹង N-3 N-3 នេះគេអញ្ចឹង H របស់យើងភ្ជាប់ទៅនឹង N អញ្ចឹងអាហ្នឹងក៏យើងហៅថាសម្ព័ន្ធអ៊ីដ្រូសែនដែរនិយាយទៅឲ្យតែ H ភ្ជាប់ទៅនឹង N H ភ្ជាប់ទៅនឹង O H ភ្ជាប់ទៅនឹង F អាហ្នឹងសុទ្ធតែជាសម្ព័ន្ធអ៊ីដ្រូសែនតែបើធម្មតាវាជា dipole អូខេអញ្ចឹងករណីកគេឲ្យមក0.5 ម៉ូលបាទ0.5 ម៉ូលនៃស័ង្កសីនីត្រាតអញ្ចឹងកាលណាបងឮសំឡេងដែលគេអានឬសូរសំឡេងអ៊ូឬសូរសំឡេងអាតអាហ្នឹងគឺជាអំបិលកាលណាវាជាអំបិលនៅពេលដែលយើងសរសេរបំបែកទៅក្នុងទឹកយើងដាក់ទឹកពីលើសញ្ញាព្រួយអញ្ចឹងដំបូងយើងសរសេរសមីការអញ្ចឹងសមីការនៅពេលដែលគេយកស័ង្កសីនីត្រាតបើន័យថា ZnNO32 នេះស័ង្កសីនីត្រាតអញ្ចឹងយើងបំបែកវានៅក្នុងទឹកជាទូទៅនៅពេលដែលយើងយកអំបិលទៅបំបែកទៅក្នុងទឹកយើងនឹងទទួលបានកាចង់ហើយនិងអាយ៉ងអញ្ចឹងយើងញែកជាពីរមកទី1យើងបានស័ង្កសីហើយមួយទៀតយើងបាននីត្រាតព្រោះយើងអានវិញស័ង្កសីនីត្រាតមែនទេ
ចឹងស័ង្កសីដោយសារវាមានវឡង់2ហើយវាជាលោហៈចឹងបន្ទុករបស់វាគឺ2បូកចំណែកឯនីត្រាតជារ៉ាឌីកាល់ដែលមានបន្ទុកដក1ចឹងបូក1សន្ទុះបូក2ដក1អត់ស្មើទេចឹងនីត្រាតយើងឃើញថាវាមានសន្ទុះ2នេះចឹងនៅពេលដែលយើងសរសេរវានៅក្នុងអ៊ីយ៉ង់យើងត្រូវលើកលេខ2មកដាក់ពីមុខដើម្បីយើងគុណទៅឃើញ2ហើយឃើញ2ដកតែនឹងចឹងណាតើណាអញ្ចឹងលេខនេះយើងមិនទាន់ដាក់0.1ភ្លាមទេយើងត្រូវតែសេលេខមេគុណនៃសមីការសិនអញ្ចឹងសមីការរបស់យើងស័ង្កសីនីត្រាតអត់មានលេខពីមុខទេមែនទេអញ្ចឹងកាលណាអត់មានលេខពីមុខទេមានន័យថាលេខពីមុខនេះស្មើ1អញ្ចឹងបើស័ង្កសីនីត្រាត1ម៉ូលស័ង្កសីរបស់យើងក៏1ម៉ូលហើយនីត្រាតរបស់យើងមានលេខពីមុខ2អញ្ចឹងបានន័យថា2ម៉ូលឃើញទេអញ្ចឹងយើងត្រូវតែសេសមិទ្ធកម្មតាមសមីការសិនកន្លែងនេះបានយើងទៅសេអ្វីដែលគេឲ្យដោយកន្លែងនេះគេឲ្យ 0.5 អញ្ចឹងបើយើងអត់ទៅសេមកជួរនឹងទេយើងបាត់1បន្ទុកទៅពេលប្រឡងចុះបើសិនជាករណីដែលគេឲ្យជាក់ស្ដែង 0.5 ម៉ូលឃើញទេអញ្ចឹងបើស័ង្កសីនីត្រាត 0.5 ម៉ូលនោះស័ង្កសីរបស់យើងដូចគ្នាក៏ 0.5 ម៉ូលចំណែកឯនីត្រាតវិញត្រូវយកគុណនឹង2មែនទេអញ្ចឹង 0.5 2ដង1ម៉ូលអញ្ចឹងយើងចង់បានគឺចង់បានចំនួនម៉ូលសរុបដែលកកើតអញ្ចឹងចំនួនម៉ូលសរុបដែលកកើតអញ្ចឹងយើងដឹងហី1បាន 0.5 រីឯ1ទៀតបាន1អញ្ចឹងប្រកាសជាចេញ 1.5 ហ៎តែយើងអត់តសរសេរជំនួសលេខព្រាមទេតើណាអញ្ចឹងយើងត្រូវតែសរសេរថា n នៃស័ង្កសី2បូកហើយបូកជាមួយនឹង n នៃអ៊ីយ៉ង់នីត្រាតហើយបើយើងចោះបន្ទាត់មួយមកអញ្ចឹងយើងសរសេរស្មើនឹង 0.5 ម៉ូលអញ្ចឹងស័ង្កសី2បូកយើង 0.5 យើងបូកជាមួយនឹងនីត្រាតរបស់យើងគឺ1ម៉ូលអញ្ចឹង 0.5 បូក1អញ្ចឹង 1.5 ឃើញទេអញ្ចឹងចំនួនម៉ូលសរុបនៃអ៊ីយ៉ង់ដែលកកើតក្នុងករណីនេះគឺ 1.5 ម៉ូលអញ្ចឹងកុំភ្លេចសរសេរដូចនេះផងមានចម្ងល់ទាក់ទងនឹងករណីកនេះអូខេអញ្ចឹងបន្តមកទៀតយើងយក2ម៉ូលនៃសូដ្យូមកាបូណាតអូខេតាបន្តមកទៀត2ម៉ូលនៃសូដ្យូមកាបូណាតអូខេដែលយើងតាំងវាដោយ Na2CO3 បាទអញ្ចឹងដំបូងយើងធ្វើដោយករណីរបស់យើងដដែលគឺយើងសរសេរសមីការបំបែកនៅក្នុងទឹកអញ្ចឹងដោយសារតែយើងអានឮសំឡេងដូចមុនណាមែនទេសូដ្យូមកាបូណាតឬសូរសំឡេងអាតអញ្ចឹងបានន័យថាវាជាអំបិលអញ្ចឹង Na2CO3 ដល់ពេលយើងបំបែកវាទៅក្នុងទឹកអូខេបំបែកវាទៅក្នុងទឹកពេលនោះយើងនឹងទទួលបាន 2Na បូកហើយបូកជាមួយនឹង CO3 2ដងតើនេះបើន័យថាយើងយកសន្ទុះមកធ្វើជាលេខមេគុណអញ្ចឹងតាមសមីការសូដ្យូមកាបូណាតរបស់យើងមានលេខ1ពីមុខអញ្ចឹង1ម៉ូលអញ្ចឹងបើសូដ្យូមកាបូណាត1ម៉ូលសូដ្យូមរបស់យើងត្រូវស្មើ2ម៉ូលព្រោះវាមានលេខពីមុខ2នេះគេ2ម៉ូលដល់ពេលកាបូណាតរបស់យើងវិញ CO3 ពីរដករបស់យើងគឺ1ម៉ូលតោះអញ្ចឹងគេឲ្យជាក់ស្ដែង2ម៉ូលអញ្ចឹងបងយក2ម៉ូលមកដាក់ពីក្រោមមកឃើញទេអញ្ចឹងបើសូដ្យូមកាបូណាតយើងប្រើ2ម៉ូលអញ្ចឹង Na បូករបស់យើងត្រូវច្រើនជាង2ដងអញ្ចឹងវាត្រូវឡើងប៉ុន្មានម៉ូលវាត្រូវឡើង4ម៉ូលមែនទេហើយកាបូណាតរបស់យើងស្មើនឹង2ម៉ូលដូចជាមួយនឹងសូដ្យូមកាបូណាតដែរអញ្ចឹងយើងអាចទាញបានបន្តទៀតចំនួនម៉ូលអ៊ីយ៉ង់សរុបដែលកកើតឃើញទេគឺចង់បានតែអ៊ីយ៉ង់ទេពាក្យថាអ៊ីយ៉ង់មានបន្ទុកនៅពីលើពាក្យថាកកើតកាលណាវាស្ថិតនៅផ្នែកខាងស្ដាំនៃសញ្ញាព្រួយអញ្ចឹងវាស្មើទៅនឹងចំនួនម៉ូលនៃ Na បូកយើងបូកជាមួយនឹងចំនួនម៉ូលនៃ CO3 2ដងអញ្ចឹង Na បូករបស់យើងឃើញជាក់ស្ដែងស្មើប៉ុន្មានស្មើ4មែនទេអូខេអញ្ចឹងវាស្មើ4ម៉ូលអញ្ចឹងបងបូកជាមួយនឹងចំនួនម៉ូលរបស់អ៊ីយ៉ង់កាបូណាតរបស់យើងស្មើ2ម៉ូលអញ្ចឹង4បូក2ស្មើនឹង6ម៉ូលឃើញទេអញ្ចឹងដល់ពេលដែលគេយក2ម៉ូលនៃសូដ្យូមកាបូណាតទៅបំបែកក្នុងទឹកពេលនោះយើងនឹងទទួលបានចំនួនម៉ូលសរុបនៃអ៊ីយ៉ង់ដែលកកើតគឺ6ម៉ូលឃើញទេអូខេអញ្ចឹងវិធីដដែលយើងអនុវត្តចំពោះចំណុចកបាទអញ្ចឹងចំណុចកគេឲ្យមក1ម៉ូលនៃអាលុយមីញ៉ុមក្លរូតោះ1ម៉ូលនៃអាលុយមីញ៉ុមក្លរូអញ្ចឹងអាលុយមីញ៉ុមវឡង់3នៅជាមួយក្លវឡង់1អញ្ចឹងក្លត្រូវគុណនឹង3ឃើញទេអញ្ចឹងចំណុចដំបូងយើងត្រូវទៅសេសមីកាបំបែកដូចគ្នា
ចឹងសមីការនៅពេលដែលគេយកអាលុយមីញ៉ូមក្លរ៉ូ AlCl3 ទៅបំបែកនៅក្នុងទឹកចឹងពេលនោះយើងនឹងទទួលបាន E យ៉ង់2ទី1គឺអាលុយមីញ៉ូមហើយទី2គឺក្លរ៉ូអាលុយមីញ៉ូមបន្ទុករបស់វា3បូកនេះបើគ្នាយើងតន់ច្បាស់អូនមើលតារាងដែលគូបានដាក់នៅក្នុងវីដេអូសង្ខេប Cl បន្ទុកវាដក1អញ្ចឹងដក1វាអត់ស្មើនឹង3បូកទេអញ្ចឹងយើងយកសន្ទុះ3ដែលស្ថិតនៅពីក្រោមវានេះមកដាក់ពីមុខអញ្ចឹង3 Cl ដកឃើញទេអញ្ចឹងអាលុយមីញ៉ូមរបស់យើង1ម៉ូលបាទ1ម៉ូល Al 3បូករបស់យើងនេះគឺ1ម៉ូលចំណែកឯក្លរបស់យើងនេះស្មើនឹង3ម៉ូលឃើញទេអញ្ចឹងបើគេឲ្យជាក់ស្ដែង1ម៉ូលស្រាប់អញ្ចឹងអត់ចាំបាច់ទៅសរសេរ1ម៉ូលអីទៀតទេយល់ទេដោយសារតែគេឲ្យបានន័យថាម៉េចវាចូលទៅអ្វីដែលយើងបានវិចារមិញរួចហើយអញ្ចឹងអត់ចាំបាច់ទៅសរសេរមួយជួរទៀតទេអញ្ចឹងបងប្អូនគ្រាន់តែយកពីរហ្នឹងមកបូកចូលគ្នាតែម្ដងអញ្ចឹងយើងទាញបានចំនួនម៉ូលនៃ E យ៉ង់សរុបដែលកកើតអញ្ចឹងវាស្មើនឹងចំនួនម៉ូលនៃ E យ៉ង់អាលុយមីញ៉ូម3បូកហើយបូកជាមួយនឹងចំនួនម៉ូលនៃ E យ៉ង់ Cl ដកឬក៏គ្រូអាចសេបានបន្តទៀតស្មើនឹង1ម៉ូលអញ្ចឹងបងប្អូនបូកជាមួយនឹង3ម៉ូលឃើញទេអញ្ចឹងចម្លើយស្មើនឹង4ម៉ូលអញ្ចឹងនៅពេលដែលគេយកអាលុយមីញ៉ូមក្លរ៉ូចំនួន1ម៉ូលទៅបំបែកទៅក្នុងទឹកពេលនោះយើងនឹងទទួលបាន E យ៉ង់ចំនួន4ម៉ូលតោះយ៉ាងម៉េចទៅតើតងលំហាត់មួយនេះមានចម្ងល់សួរបើឆ្នាំមុនបាទសួរតើឈប់អូខេហ្នឹងហើយត្រូវរៀនឆ្លើយត្រូវខ្ញុំមើលមិនអត់ឃើញពាក្យនីមួយដល់ហើយនេះនីមួយមែនទេតោះអញ្ចឹងលេខនេះយើងអត់បូកទេមែនទេខ្ញុំក៏លេខមកផ្លេតហ្នឹងគណនាចំនួនម៉ូលនៃ E យ៉ង់ដែលកកើតអូខេអញ្ចឹងយើងមិនបាច់បូកទេតើនេះអញ្ចឹងយើងឆ្លើយវាគេមួយស្មើប៉ុន្មានទៅចប់ហ่ะអូខេហ្នឹងហើយជួយមើលចឹងមកអញ្ចឹងយើងឆ្លើយតែប៉ុណ្្នេះទៅបានណាតែបើសិនយើងបូកក៏អត់ខុសដែរលំហាត់នេះយល់ទេយើងបូកអីគេទៅក៏បានបន្ទុកដូចគ្នាហ្នឹងហើយខ្ញុំក៏លេខផ្លេតមើលអត់ឃើញពាក្យនីមួយនេះនីមួយដែរតែគ្រូបញ្ជាក់ហ្នឹងថាបើសិនជាយើងប្រើពាក្យនីមួយអាហ្នឹងយើងអត់បូកទេមែនទេតែបើគេអត់ដាក់ពាក្យនីមួយទេអាហ្នឹងយើងត្រូវបូកសរុបចូលគ្នាអូខេអញ្ចឹងយើងមិនចាំបាច់បូកទេយកចម្លើយប៉ុណ្ណឹងយកមកដាក់ចូលតែម្ដងខ្ញុំក៏លេខមកផ្លេតហ្នឹងដូចជាអត់ឃើញពាក្យនីមួយនេះយើងផ្សេងយល់លេខនេះបាទបាទហ្នឹងហើយយើងត្រូវយកសន្ទុះមកដាក់ខាងមុខអញ្ចឹងឧទាហរណ៍ឲ្យ3 4ចុះឧទាហរណ៍ថាយើងមានកាល់ស្យូមក្លរ៉ូអញ្ចឹង CaCl2 មែនទេអញ្ចឹង CaCl2 នៅពេលដែលយើងបំបែកក្នុងទឹកទៅយើងបាន Ca ពីបូកហើយបូកជាមួយនឹង Cl ដកអញ្ចឹងអត់ស្មើហើយមែនទេអញ្ចឹងលេខ2នេះយើងលើកមកដាក់ពីមុខមកដើម្បីគុណទៅចេញពីដកដូចគ្នាឧទាហរណ៍យើងមានអាលុយមីញ៉ូមស៊ុលផាតឧទាហរណ៍ Al2SO4 3ឧទាហរណ៍ចឹងចុះអញ្ចឹងយើងញែកទៅយើងបាន Al 3បូកហើយបូកជាមួយនឹង SO4 2ដកឧទាហរណ៍ចឹងតើនេះអញ្ចឹង1 2ដក1 3បូកអត់ស្មើគ្នាទេអញ្ចឹងយើងយកលេខ2នេះមកដាក់ពីមុខអាលុយមីញ៉ូមមកហើយយកលេខ3មកដាក់ពីមុខអីគេស៊ុលផានមកអញ្ចឹងគុណចូល6ដកអានេះ6គេ6បូកតាមតនេះយើងលេខនេះបានន័យថាយើងយកសន្ទុះមកធ្វើជាលេខមេគុណក្នុងករណីដែលបន្ទុកសរុបអត់ស្មើគ្នាយល់នេះយើងដែលសួរបាទអូខេអញ្ចឹងលំហាត់មុនយើងមិនបូកទេបងប្អូនខ្ញុំមកលេខមកឆាច់អត់ឃើញពាក្យនីមួយមិញហ្នឹងហ៎ឃើញគឺពាក្យសេពាក្យសរុបខាងក្រោមដោយសារមើលអត់ឃើញពាក្យនីមួយអូខេអញ្ចឹងបើគេសរុបខ្ញុំបញ្ជាក់ឡើងវិញយើងបូកចូលគ្នាដោយគ្រូធ្វើហ្នឹងតែបើអត់សរុបទេយើងដាក់លេខពីក្រោមឃើញប៉ុន្មានដាក់ដូចនេះមកដូចនេះ NaL3 បូកស្មើ1ម៉ូលដកឃ្លា N សេដកស្មើ3ម៉ូលចប់វាងាយជាងការដែលយើងសរុបទៀតអូខេយើងបន្តទៀតចូលដល់រ៉ូម៉ាំងលេខ2រ៉ូម៉ាំងលេខ2
គេឲ្យយើងសរសេរសមីការ e យ៉ាងសពនិងសមីការ e យ៉ាងសម្រួលអញ្ចឹងយើងដឹងហើយដើម្បីបាន e យ៉ាងសពដើម្បីបាន e យ៉ាងសម្រួលលុះត្រាតែយើងមានសមីការទី1ដែលយើងហៅថាសមីការសន្តានជា molecule ឬសមីការគីមីតើនេះអញ្ចឹងកន្លែងនេះវាស្មើនឹងការដែលគេឲ្យយើងសរសេរសមីការ3សន្តានដែរយល់ទេអូខេតើអញ្ចឹងយើងចាប់ផ្ដើមតែម្ដងអញ្ចឹងនៅពេលប្រឡងយើងអាចសរសេរឈ្មោះអីគេចង់បានឲ្យហើយទៅដាក់ថាសរសេរសមីការទាំង3សន្តានអញ្ចឹងទៅឬក៏សរសេរសមីការសន្តានជា molecule សមីការ e យ៉ាងសពសមីការ e យ៉ាងសម្រួលទៅហើយយើងសរសេរឲ្យគេតែម្ដងតើនេះអញ្ចឹងនៅពេលយើងសរសេរបញ្ជាក់ភាពរូបក៏បានមិនបញ្ជាក់ក៏បានតែជាទូទៅខ្ញុំណែនាំឲ្យយើងសរសេរភាពរូបនៅសមីការទី1ដើម្បីកុំឲ្យយើងច្រឡំនៅក្នុងសមីការទី2និងទី3ឃើញទេដើម្បីមើលឲ្យច្បាស់មួយណាអាគុយយើងញ៉ៃទៅហើយមួយណាមិនមែនអាគុយយើងមិនចាំបាច់ញ៉ៃទេអូខេអញ្ចឹងករណីរបស់យើងកន្លែងនេះគេយកប្រាក់នីត្រាតប្រាក់នីត្រាតមានន័យថា AgNO3 អញ្ចឹង AgNO3 របស់យើងភាពរូបរបស់វាជាអាគុយយើងដាក់ឲ្យប្រតិកម្មជាមួយនឹងសូដ្យូមស៊ុលផាតអញ្ចឹងសូដ្យូមស៊ុលផាតភាពរូបវាអាគុយដូចគ្នាឃើញទេអញ្ចឹងរំលឹកឡើងវិញបន្តិចពីចំណុចទ្រឹស្ដីរបស់យើងនោះចំណុចទី1ឲ្យតែមានសូដ្យូមនៅក្នុងហ្នឹងប៉ូតាស្យូមអាម៉ូញ៉ូមហើយនិងនីត្រាតតើនេះឲ្យតែមានអា4នេះនៅក្នុងហ្នឹងត្រូវចាំថារលាយទាំងអស់គ្រប់ករណីតើនេះករណីទី2ឲ្យតែមាន Cl នៅក្នុងហ្នឹងរលាយទាំងអស់ដូចគ្នាក៏ប៉ុន្តែយើងដកចេញ3ករណីឃើញទេអញ្ចឹងករណីទី1គឺ AgCl ដែលយើងហៅថាប្រាក់ក្លរ៉ូករណីទី2គឺ HgCl អានេះគេអានថាបារ៉ត1ក្លរ៉ូហើយនឹងករណីទី3គឺ PbCl2 ដែលយើងហៅថាសំណ2ក្លរ៉ូតើនេះអញ្ចឹងចំពោះបារ៉ត1ក្លរ៉ូអត់រលាយទេក៏ប៉ុន្តែបើវាជាបារ៉ត2ក្លរ៉ូឃើញទេអានេះរលាយធម្មតាករណីពិសេសឡើយហ្នឹងប្រយ័ត្នយើងមើលឃើញបារ៉តក្លរ៉ូស្រាប់តែគេដាក់រលាយយើងឆ្ងល់អត់ទេតើនេះបើបារ៉តប្រឡង1អាហ្នឹងអត់រលាយទេតែបើបារ៉តប្រឡង2អាហ្នឹងរលាយធម្មតាអូខេអញ្ចឹងកន្លែងនេះប្រាក់នីត្រាតអញ្ចឹងយើងឃើញថាវាមាននីត្រាតនៅក្នុងហ្នឹងអញ្ចឹងរលាយឃើញទេដល់ពេលសូដ្យូមស៊ុលផាតបងឃើញថាមានសូដ្យូមនៅក្នុងហ្នឹងតោះអញ្ចឹងនៅពេលដែលប្រតិកម្មអញ្ចឹងទម្រង់នៃប្រតិកម្មរវាងអំបិលជាមួយនឹងអំបិលប្រតិកម្មវាជាប្រតិកម្មបណ្ដូរពាក្យថាបណ្ដូរបានន័យថាចិត្តចាប់ចិត្តឆ្ងាយចាប់ឆ្ងាយអានេះវិធីនៃការចំណាំតើនេះចិត្តចាប់ចិត្តឆ្ងាយចាប់ឆ្ងាយអញ្ចឹង Na នៅចិត្ត NO3 នៅចិត្តគ្នាមែនទេអញ្ចឹងសមាធាតុថ្មីដែលកើតឡើងគឺ NaNO3 បន្តមកទៀតបងបូកវាមកប្រាក់នៅជាមួយស៊ុលផាតអញ្ចឹងសមីការហ្នឹងពេលខ្លះយើងsẽច្រឡំថាប្រាក់វឡង់2តែជាក់ស្ដែងប្រាក់វឡង់1ទេអញ្ចឹងយើងអាចទៅសេថា Ag2SO4 តោះអញ្ចឹងគ្នាម្នាក់ព្យាករមកថាតើ2ហ្នឹងមួយណាមិនរលាយហើយមួយណារលាយតើសូដ្យូមនីត្រាតរលាយឬមិនរលាយតោះឆ្លើយមកបងឆ្លើយបានតោះធ្វើម៉េចឲ្យច្បាស់3សន្តាននៅក្នុងថ្ងៃនេះដោយសារយើងចប់ជំពូកនេះទៅយើងរែងរៀន3សន្តានណាតើសូដ្យូមនីត្រាតហើយនឹងប្រាក់ស៊ុលផាតមួយណារលាយមួយណាមិនរលាយអូខេសូដ្យូមនីត្រាតរលាយឬក៏អត់អត់រលាយអូខេបាទត្រូវមែនទេអញ្ចឹងសូដ្យូមនីត្រាតរលាយបើវារលាយមានន័យថាមួយទៀតអត់រលាយតើនេះអញ្ចឹងអត់រលាយនៅក្នុងលំហាត់គេប្រើពាក្យថាកកគេចង់សំដៅទៅលើអង្គធាតុរឹងដែលស្ថិតនៅក្នុង solution សំដៅទៅលើអង្គធាតុរឹងដែលកកើតឃើញទេអញ្ចឹងមូលហេតុដែលសូដ្យូមនីត្រាតរលាយវាចូលករណីរបស់យើងនេះមែនទេអញ្ចឹងចូលករណីទាំងពីរនេះចូលទាំងសូដ្យូមហើយចូលទាំងនីត្រាតទៀតឃើញទេអញ្ចឹងកន្លែងនេះសូដ្យូមនីត្រាតមិនរលាយចំពោះថ្លឹងសមីការមកអញ្ចឹងសូដ្យូមនៅខាងឆ្វេង2សូដ្យូមនៅខាងស្ដាំ1អញ្ចឹងយើងគុណនឹង2អញ្ចឹងពេលដែលយើងគុណនឹង2សូដ្យូមស្មើនៅពេលដែលយើងគុណនឹង2នីត្រាតរបស់យើងឡើង2ខាងស្ដាំនៅខាងឆ្វេងរបស់យើងមានតែ1ទេអញ្ចឹងយើងគុណវានឹង2ឃើញទេអញ្ចឹង Ag2 នីត្រាត2សូដ្យូម2ស៊ុលផាត1ស្មើឃើញទេអញ្
ចឹងសមីការយើងមានលំនឹងចឹងនៅពេលដែលមានលំនឹងហើយយើងចាប់ផ្ដើមទៅសេសមីការទី2តោះចឹងសមីការទី2យើងញែកដូចយើងប្រវាយក្នុងទឹកមិញចឹងតើនេះចឹង AG នៅ3យើងញែកទៅបាន AG បូកហើយនឹង N នៅ3ដកដោយសារវាមានលេខ1គុណ2ចឹងបានន័យថា2នេះជារបស់ AG ផងជារបស់ N នៅ3ផងឃើញទេចឹងខ្ញុំអាចទៅសេថា 2AG បូកជាមួយនឹងអញ្ចឹង2ក៏ជារបស់ N នៅ3ដែរ 2NO 3ដកឃើញទេយើងបូកបន្តទៀតសូដ្យូមសូលផាតអញ្ចឹងសូដ្យូមគឺ Na បូកមិនមែន Na ដាក់លេខ2ឲ្យបូកទេតើនេះអញ្ចឹងបងប្អូនលើកលេខ2មកដាក់ពីមុខមកអញ្ចឹងយើងបាន 2Na បូកចំណែកឯ SO4 យើងបន្ទុកស្មើ2ដកអញ្ចឹង SO4 2ដកអញ្ចឹងយើងចូលដល់អង្គកខាតរបស់យើង 2Na បូកមែនទេដោយសារ A គុយយើងញែកទាំងអស់យើងបូកជាមួយនឹង 2NO 3ដកឃើញទេហើយបូកជាមួយនឹងអញ្ចឹងកាលណាវាជាកកមានន័យថាវាអត់រលាយនៅក្នុងទឹកទេកាលណាអត់រលាយក្នុងទឹកទេអញ្ចឹងយើងទៅសេទាំងអស់ហ្នឹងឡើងមកវិញមកអញ្ចឹងគ្រូអាចទៅសេថា AG2SO4 ឃើញទេបន្តមកទៀតយើងចាប់ដើមសម្រួលធាតុណាដែលមិនចូលរួមប្រតិកម្មចោលអញ្ចឹងនៅពេលប្រឡងយើងឆូតក៏បានមិនឆូតក៏បានបើយើងគិតតែឆូតស្អាតឆូតទេតែបើគិតតែឆូតមិនស្អាតទេមិនចាំបាច់ឆូតទេមែនទេអញ្ចឹងយើងមើលអ៊ីយ៉ង់ទស្សនិកឬក៏អ៊ីយ៉ង់ដែលមិនចូលរួមអញ្ចឹងទី1យើងអាចសម្រួល 2Na បូកមែនទេជាមួយនឹង 2Na បូកបានហើយទី2យើងអាចសម្រួល 2NO 3ដកជាមួយនឹង 2NO 3ដកអញ្ចឹងនៅសល់ប្រមាណបានន័យថាវាគឺជាអ៊ីយ៉ង់ឬក៏សមាសធាតុដែលចូលរួមប្រតិកម្មអញ្ចឹងយើងនៅសល់ 2AG បូកហើយយើងនៅសល់ SO4 2ដកឃើញទេអញ្ចឹងនៅខាងឆ្វេងសល់ប៉ុណ្ណឹងរីឯនៅខាងស្ដាំរបស់យើងនៅសល់ AG2SO4 បាទអញ្ចឹងប៉ុណ្ណឹងគេឲ្យឈ្មោះថាសមីការ3សន្តានឃើញទេអញ្ចឹងសមីការទី1គេហៅថាសមីការសន្តានជា molecule ទី2សមីការសន្តានជាអ៊ីយ៉ង់សប់ហើយទី3សន្តានជាអ៊ីយ៉ង់សម្រួលឃើញទេអញ្ចឹងសមីការអ៊ីយ៉ង់សម្រួលជាសមីការដែលយើងសរសេរតែអ៊ីយ៉ង់និងសមាសធាតុណាដែលចូលរួមធ្វើប្រតិកម្មឬក៏ដែលរងបំរែបំរួលចំណែកឯអ៊ីយ៉ង់ដែលអត់ចូលរួមប្រតិកម្មនេះគេឲ្យឈ្មោះថាអ៊ីយ៉ង់ទស្សនិកនឹងបែងចែកច្បាស់តើនេះអ៊ីយ៉ង់ទស្សនិកអ៊ីយ៉ង់ដែលមិនចូលរួមធ្វើប្រតិកម្មឬក៏អ៊ីយ៉ង់ដែលមិនរងបំរែបំរួលចំណែកអ៊ីយ៉ង់ដែលរងបំរែបំរួលគេឲ្យឈ្មោះថាអ៊ីយ៉ង់សម្រួលបាទសមីការអ៊ីយ៉ង់សម្រួលអូខេយើងបន្តទៀតចូលដល់ចំណុចខចំណុចខគេឲ្យបារីយ៉ូមក្លរ៉ូបូកសាំងអេសីសូលផាតអូខេអញ្ចឹងបារីយ៉ូមក្លរ៉ូ BaCl2 A គុយបូកជាមួយនឹងសាំងអេសីសូលផាតសាំងអេសីសូលផាត ZnSO4 A គុយដូចគ្នាឃើញទេអញ្ចឹងបងដូរទីតាំងគ្នាមកអញ្ចឹងសាំងអេសីនៅចិត្តក្លរអញ្ចឹងយើងអាចទៅសេថាសាំងអេសីក្លរ៉ូអញ្ចឹងដោយសារតែសាំងអេសីវឡង់2ហើយក្លរវឡង់1អញ្ចឹងយើងអាចទៅសេថា ZnCl2 ហើយបូកបន្តទៀតជាមួយនឹង barium sulfate អញ្ចឹងយើងចាប់ផ្ដើមព្យាករបន្តថាតើមួយណារលាយមួយណាមិនរលាយឃើញទេត្រូវតែមានរលាយមួយមិនរលាយមួយទើបត្រឹមត្រូវអញ្ចឹងទី1សាំងអេសីក្លរ៉ូអញ្ចឹងបងប្អូនកលេចទៅមើលករណីរបស់យើងមកអញ្ចឹងសាំងអេសីក្លរ៉ូបានន័យថាសូដ្យូមក៏អត់ជាប់ប៉ូតាស្យូមក៏អត់ជាប់អាម៉ាយ៉ូមក៏អត់ជាប់នីត្រាតក៏អត់ជាប់តែវាជាប់ជាមួយគេជាប់មួយក្លរកាលណាជាប់ជាមួយក្លរលុះត្រាតែ AG HG និង PB ទើបវាមិនរលាយក៏ប៉ុន្តែករណីរបស់យើងនេះមិនមែនជា AG HG PB ទេមែនទេវាជាសាំងអេសីអញ្ចឹងបានន័យថាត្រង់កន្លែងនេះគឺរលាយធម្មតាអញ្ចឹងបើវារលាយមានន័យថាបារីយ៉ូមសូលផាតនេះមិនរលាយអានេះយើងរៀនព្យាករដោយសារតែនៅពេលប្រឡងយើងអត់មានតារាងដើម្បីមើលទេអូខេតោះអញ្ចឹងបន្តមកទៀតយើងចាប់ដើមញែកមកសមីការទី2យើងយក A គុយទៅញែកជា2អញ្ចឹង BaCl2 យើងញែកជា2មកយើងបាន Ba អញ្ចឹង Ba បន្ទុកវា2បូកហើយ Cl បន្ទុកវាដកអញ្ចឹងអត់ស្មើទេលើកលេខ2នេះមកធ្វើជាលេខមេគុណអញ្ចឹងបូកនឹង2 Cl ដកហើយបូកជាមួយនឹងសាំងអេសី2បូកហើយបូកបន្តទៀតជាមួយនឹង SO4 អញ្ចឹង sulfate បន្ទុកវា2ដកឃើញទេ
ចំណែកឯអង្គកកើតរបស់យើងសង្កសីក្លរ៉ូគឺជា solution ដូចគ្នាអញ្ចឹងយើងញ៉ៃជា2មកយើងបានសង្កសី2បូកយើងបូកជាមួយនឹង 2Cl ដកឃើញទេចំណែកបារីយ៉ុមស៊ូផាតយើងអត់ញ៉ៃទេយើងសរសេរវាតារ៉ែដោយសារវាជាកកអញ្ចឹងយើងអាចសរសេរថា BaSO4 អញ្ចឹងយើងអាចសម្រួលឲ្យបានខ្លះអញ្ចឹងយើងមើលពីស្ដាមមកនេះអញ្ចឹងទី1 ZN 2បូកសម្រួលនឹង ZN 2បូកទី2 2Cl ដកយើងសម្រួលនឹង 2Cl ដកអញ្ចឹងនៅសល់ប្រមាណពួកយើងទៅសេភាសាទៀតមកអញ្ចឹងយើងនៅសល់ Ba 2បូកហើយយើងនៅសល់ SO4 2ដកហើយអង្គខាងស្ដាំរបស់យើងនៅសល់ BaSO4 ដែលយើងហៅថា Barium Sulfate អូខេអញ្ចឹងប៉ុណ្ណឹងគេឲ្យឈ្មោះថាសូមឲ្យការ3សន្តានមានចង្អុលសួរ2នេះសិនហើយយើងបន្តទៀតយើងមើលទៅងាយតែធ្វើម៉េចកុំឲ្យខុសបន្ទុកតោះនេះឆ្នាំខ្លះនៅពេលដែលខុសបន្ទុកគេដកកន្លះបន្ទុកឬក៏ដកមួយបន្ទុកឆ្នាំខ្លះទៀតនៅពេលដែលខុសបន្ទុកហ្នឹងគេឲ្យ0តែម្ដងអញ្ចឹងសម័យកាលមួយយើងបានយ៉ាងហោចណាស់ក៏2បន្ទុកដែរអញ្ចឹងបើបាន0វាទាញតោះនេះព្រោះយើងបន្ទុក100អូខេយើងបន្តទៀតចូលដល់កូចំណុចកូគេឲ្យអំបិល2ទី1គឺអាម៉ូញ៉ូមកាបូណាតអញ្ចឹងមានអាម៉ូញ៉ូមនៅក្នុងហ្នឹងរលាយមែនទេទី2គឺកាល់ស្យូមក្លរ៉ូមានក្លនៅក្នុងហ្នឹងគឺរលាយអូខេអញ្ចឹងរលាយបូករលាយបង្កើតបានរលាយមួយមិនរលាយមួយអញ្ចឹងសូដ្យូមអាម៉ូញ៉ូមកាបូណាតអូខេតោះអញ្ចឹងអាម៉ូញ៉ូមកាបូណាត NH42CO3 ដោយសារតែអាម៉ូញ៉ូមវឡង់មួយមែនទេអញ្ចឹងភាពរុករបស់យើងគឺអាគុយយើងបូកជាមួយនឹងកាល់ស្យូមក្លរ៉ូ CaCl2 អាគុយដូចគ្នាតោះអញ្ចឹងត្រៀមឆ្លើយខ្ញុំហៅម្នាក់ឲ្យឆ្លើយអ្នកដែលលើឈ្មោះអូនបើកញូតឲ្យឆ្លើយមកប៉ុកគុន្ធាប្រតិកម្មរបស់យើងបង្កើតបាននេះគេតោះចាប់ដើមសូដ្យូមកាបូណាតបូកជាមួយនឹងកាល់ស្យូមក្លរ៉ូអូខេឡនឆៃគីបាទ CaCl3 បូក Cl2 ទៀតបូកនឹង NH4 ចឹងលេខនេះ NH4 ដោយសារវានៅមុខតោះនេះចឹង NH4 នៅមុខនេះនៅមុខយើងនៅតែរក្សានៅមុខតារ៉ែដោយសារ NH4 វាដើរតួជាបន្ទុកបូកចឹងយើងអត់ទៅសេ Cl NH4 ទេតោះនេះអញ្ចឹងមុននឹងយើងដាក់បញ្ចូលគ្នាយើងគិតអញ្ចេះសិនធ្វើចាំថា NH4 អាម៉ូញ៉ូមនេះវឡង់មួយតោះនេះ Cl ក្លនេះគឺវឡង់មួយដូចគ្នាអញ្ចឹងកាលណាមួយដូចគ្នាយើងខ្វែងគ្នាមកអត់ចាំបាច់ដាក់សន្ទុះទេបើវាអត់ស្មើយើងថ្លឹងវាទៅស្មើតោះនេះអញ្ចឹងបូកជាមួយនឹង NH4Cl យើងអានថាអាម៉ូញ៉ូមក្លរ៉ូតោះនេះអញ្ចឹងដើម្បីឲ្យស្មើយើងថ្លឹងមកអូខេយើងដាក់2នៅមុខ NH4Cl មកអញ្ចឹងកាលណាវាមាន NH4 ហើយមាន Cl ទៀតមានទាំងអាម៉ូញ៉ូមមានទាំងក្លប្រកាសជារលាយអញ្ចឹងបើវារលាយមានន័យថាកាល់ស្យូមកាបូណាតយើងមិនរលាយកាល់ស្យូមកាបូណាតយើងតែងតែហៅវាថ្មកំបោរនោះមែនទេអញ្ចឹងវាពិតជាអត់រលាយដូចអ្វីដែលយើងបានព្យាករណ៍មែនអូខេតោះនេះយើងម្នាក់ទៀតសុផារ៉ាហេងសុផារ៉ាតោះសូមឲ្យការអ៊ីយ៉ងសពចាប់ដើមញ៉ៃជា2មកបាននេះខ្លះតោះអាម៉ូញ៉ូមកាបូណាតបូកកាល់ស្យូមក្លរ៉ូបង្កើតបានកាល់ស្យូមកាបូណាតបូកអាម៉ូញ៉ូមក្លរ៉ូអញ្ចឹងចាប់ដើមញ៉ៃជា2មក
ចឹងកន្លែងនេះយើងនិយាយជាពីរយើងមើលទៅលើភាពរូបក្នុងវងកញ្ចក់កាលណាវាមានភាពរូបជាអាគុយតតែអាគុយបើយើងនិយាយតតែអាគុយទើបវាបំបែកជាអ៊ីយ៉ង់ទៅចាំអញ្ចឹងណាអូខេតោះនេះយើងផ្សេងផានស្វាយយំភូខ្ញុំមិនដឹងថាអានត្រូវខុសទេតោះបាទអូខេតោះចាប់ដើមអូខេទៀតតោះអូខេត្រូវបាទបាទអង្គកកើតវិញបាទអូខេតោះអញ្ចឹងយើងអាចសម្រួលចោលបាននៅក្នុងសម័យកាលនេះអូខេបាទអរគុណត្រូវមែនទេព្រោះនេះយើងជឿឆ្លើយតែចេះទាំងអស់ហ្មងមែនទេអូខេតោះអញ្ចឹងយើងបន្តទៀតអញ្ចឹងបន្ទាប់ពីយើងញែកជាពីរអស់ហើយយើងសម្រួលដូចគ្នាហើយយើងសម្រួលចោលនេះគូបញ្ជាក់ឡើងវិញគេឲ្យឈ្មោះថាអ៊ីយ៉ង់ទស្សនិកអញ្ចឹងនៅសល់ប្រមាណយើងទៅសេឡើងវិញមកអញ្ចឹងយើងនៅសល់ CO3 ពីរដងបើតម្លាក់ចុះគ្រប់មកមែនទេបូកជាមួយនឹង Ca ពីរបូកហើយអង្គកកើតរបស់យើងនៅសល់ CaCO3 ចំពោះអានៅខាងឆ្វេងនេះបងអាចទៅសេ CO3 ពីរដងហើយចាំទៅសេ Ca ពីរបូកក៏បានឬក៏យើងទៅសេ Ca ពីរបូកហើយ CO3 ពីរដងក៏បានដែរដោយសារតែសញ្ញាបូកយើងដឹងវាមានលក្ខណៈត្រឡប់មែនទេតែបើវាជា CaCO3 អត់អាចសេ CO3 Ca បានទេត្រូវតែទៅសេ CaCO3 ដោយសារជាទូទៅយើងហៅមិនទៅសេអញ្ចឹងកាល់ស្យូមកាបូណាតយើងទៅសេកាល់ស្យូមទៅសេកាបូណាតតោះនេះអូខេអញ្ចឹងប៉ុណ្ណឹងតើតើនឹងចំណុចខូយើងបន្តទៀតចូលដល់ចំណុចខូសមីការខូគេឲ្យសូដ្យូមកាបូណាតបូកស័ង្កសីក្លរូដោះអញ្ចឹងចំណុចខូសូដ្យូមកាបូណាតអញ្ចឹងសូដ្យូមកាបូណាតមានសូដ្យូមនៅក្នុងហ្នឹងអូខេអាគុយយើងបូកជាមួយនឹងស័ង្កសីក្លរូ ZnCl2 អញ្ចឹងឲ្យតែមានក្លរលាយទាំងអស់ដកតែ3ករណីដែលយើងនិយាយនឹងចេញទេអញ្ចឹងកន្លែងនេះវាអត់ស្ថិតនៅក្នុង3ករណីហ្នឹងទេរលាយធម្មតាអូខេត្រៀមឆ្លើយបន្តនេះយើងតោះសៀតនិស័យតោះសូដ្យូមកាបូណាតបូកស័ង្កសីក្លរូបង្កើតបានអីអូខេបាទតាមមួយណាដែលមិនរលាយហើយមួយណាដែលរលាយអូខេអញ្ចឹងបើន័យថាមួយនេះរលាយបាទអរគុណត្រូវមែនទេអញ្ចឹងយើងថ្លឹងសមីការទៅយើងគ្រាន់តែថែម2នៅមុខ NaCl មកអញ្ចឹងសមីការយើងស្មើបាត់ដែរអូខេតោះអញ្ចឹងនេះយើងម្នាក់ទៀតគុណធាវីកាវគុណធាវីអូខេតោះចាប់ដើមញែកជាពីរមកបាទអរគុណត្រូវមែនទេអញ្ចឹងបើន័យថា 2Na បូកជាមួយ CO3 ពីរដកបូកជាមួយ Zn ពីរបូក2 Cl ដកបង្កើតបាន 2Na មែនទេបូកនឹង2 Cl ដកហើយបូកជាមួយនឹងកកដែលបំបែកមិនបាននេះគឺស័ង្កសីកាបូណាតអញ្ចឹងយើងអាចសម្រួលអ៊ីយ៉ង់ទស្សនិកចោលបានមែនទេអញ្ចឹងយើងអាចសម្រួល 2Na និង 2Na យើងអាចសម្រួល2 Cl ដកនិង2 Cl ដកអញ្ចឹងយើងនៅសល់ប្រមាណយើងសេឡើងវិញមកមែនទេអញ្ចឹងនៅសល់ទី1គឺ CO3 ពីរដកបានន័យថាអ៊ីយ៉ង់កាបូណាតបូកជាមួយនឹងអ៊ីយ៉ង់ស័ង្កសីដល់ពេលអង្គកកាត់កន្លែងនេះវិញវានៅសល់ស័ង្កសីកាបូណាតអូខេ
អញ្ចឹងតាក់ទងជាមួយនឹងលំហាត់ទី2នេះមានប៉ុណ្ណឹងអូខេអញ្ចឹងសាច់មាននេះដូចមានតែប៉ុណ្ណឹងទេអញ្ចឹងខ្ញុំបន្ថែមឲ្យសម័យការ3សន្តាន2ទៀតចុះអញ្ចឹងយើងចាប់ផ្ដើមគិតបន្តិចទៅអញ្ចឹងយើងថែមងហើយនឹងចតោះអញ្ចឹងងខ្ញុំឲ្យករណីងាយចាស់ដើម្បីឲ្យពួកយើងឆ្លើយតែម្ដងអញ្ចឹងករណីនេះគេអាសាប្រើគេយកប្រាក់នីត្រាតអាស៊ីណូ3ទៅប្រតិកម្មជាមួយនឹងសូដ្យូមក្លរូអានឹងអាសាជួបក្នុងលំហាត់មែនទែននិងករណីមួយទៀតគឺករណីចអូខេគេយកសំណ2នីត្រាតទៅប្រតិកម្មជាមួយនឹងទង់ដែង2ក្លរូអូខេតោះអញ្ចឹងខ្ញុំនឹងហៅបន្តយើងឆ្លើយទាំង3សន្តានតែម្ដងងួនឆាងមានតោះចាប់ដើមឆ្លើយទៅទៅនឹងសម័យការងអូខេអូខេ NA NO3 បាទតោះចាប់ដើមដាក់ភាពរូបចូលមកខាងឆ្វេង2ត្រូវតែភាពរូបជាអីអាគុយមែនទេតោះចុះ AgCl ហើយនឹង NaNO3 មួយណា S មួយណា A គុយមូលហេតុ S NaNO3 មានទាំង Na មានទាំង NO3 នេះឃើញទេមាន Na ហើយមាន NO3 ទៀតអញ្ចឹងសួរថាអាច S កើតទេអត់ទេមែនទេអូខេអញ្ចឹងកន្លែងនេះមានន័យថា NaNO3 ភាពរូបរបស់វាគឺ A គុយហើយ AgCl ភាពរូបយើង S តោះនេះអាហ្នឹងករណីលើកលែងហ្នឹងគេនិយាយថាម៉េចឲ្យតែមានក្លរលាយទាំងអស់ដកចេញ AgCl HCCl ហើយនឹង PbCl2 អញ្ចឹងវាចូលករណីពិសេសគឺ AgCl អូខេតោះនេះយើងបន្តទៀតខួតសារ៉ង់ចាប់ដើមទៅសេសមីការអ៊ីយ៉ុងសប់អូខេសមីការអ៊ីយ៉ុងសប់បាទតោះចាប់ដើមអូខេទៀតបាទទៀតណាបាទអូខេតោះកកើតម្ដងអានឹង S ដែរអត់ S កាលណា S យើងទៅសេឡើងវិញមែនទេតោះតទៀតមកបាទអញ្ចឹងសូដ្យូមនីត្រាត A គុយយើងញ៉ៃជា2មែនទេ Na បូក NO3 ដកអរគុណអញ្ចឹងយើងអាចសម្រួលបានទី1គឺ Na បូកសម្រួលនឹង Na បូក NO3 ដកសម្រួលនឹង NO3 ដកអញ្ចឹងយើងនៅសល់ Ag បូកបើយើងសេឡើងវិញមកទេហើយយើងនៅសល់ Cl ដកនៅខាងឆ្វេងរីឯនៅខាងស្ដាំរបស់យើងនៅសល់ AgCl អូខេបាទអរគុណតោះអញ្ចឹងនេះយើងម្នាក់ទៀតចំណុចចខ្ញុំមើលឈ្មោះសិនវណ្ណដាញឹបនៅក្នុងសុមីបងសួរមែនអូខេតោះនេះយើងផ្សេងទៀតក៏បានដែរចឹងឈប់
ហើយដូចជាចង់អស់ហើយនាងដែលដាក់អក្សរ P តោះបងឯងបើកបញ្យូឡើងហើយឆ្លើយមកយឺតតែមួយសម័យកាលនេះទៀតទេនិយាយទៅថ្ងៃនេះគឺយើងបញ្ចប់ចំពោះ2អូខេតោះអញ្ចឹងនាងដែលស្ម័គ្រចិត្តឆ្លើយមកដើម្បីយើងឆាប់ចប់បើកបញ្យូឆ្លើយតែម្ដងព្រោះការចេះសម័យកាល3សំខាន់ណាស់អូខេបាទត្រូវមែនទេតោះអញ្ចឹងសម័យកាលស្មើចាប់ដើមនិយាយជា2មកអញ្ចឹងអូខេអូខេតោះអញ្ចឹងយើងអាចឆូតឲ្យចោលបានអូខេតោះអញ្ចឹងចង់ក្រោយយើងនៅសល់អូខេបាទល្អត្រូវអញ្ចឹងប្រព័ន្ធនេះគេឲ្យឈ្មោះថាសម័យកាល3សន្តានតើនេះអូខេយ៉ាងម៉េចទៅចម្ពោះនេះទាំងក្នុងចម្ពោះនេះចំណុចសំខាន់ជាងគេគឺសម័យកាល3សន្តានបន្តមកទៀតការសរសេរសម័យកាលបំបីជាអ៊ីយ៉ង់នៅក្នុងទឹករួចគណនាចំនួនម៉ូសរុបឬក៏ចំនួនម៉ូនីមួយចឹងកន្លែងនេះនៅពេលដែលយើងកត់ចូលមិនចាំបាច់បូកទេតើនេះតែយ៉ាងយើងបន្លេចមួយឆាច់ទៅវាអត់ឃើញពាក្យនីមួយហើយខ្ញុំដាក់ពាក្យសរុបឲ្យចឹងទៅតែបើសិនជាយើងផុសពាក្យថាសរុបយើងបូកចូលនេះដូចគ្រូធ្វើអញ្ចឹងហើយនឹងមួយទៀតនៅក្នុងមេរៀនទី2កំណត់ឲ្យបានថាតើសមាសធាតុមួយនឹងជាអ៊ីយ៉ង់សមាសធាតុមួយនឹងជាកូវ៉ាឡង់ប៉ូឡេឬក៏មិនប៉ូឡេបើវាអ៊ីយ៉ង់វារងកម្លាំងអ៊ីយ៉ង់ដែលជាកម្លាំងដែលខ្លាំងជាងគេបើវាប៉ូឡេវារងកម្លាំងឌីប៉ូលករណីពិសេសបើសិនជាវាភ្ជាប់ពីអ៊ីដ្រូសែនទៅ ON ហើយនឹង F វាមានកម្លាំងមួយទៀតដែលគេហៅថាសម្ព័ន្ធអ៊ីដ្រូសែនបើវាមិនប៉ូឡេវារងកម្លាំងមួយដែលគេឲ្យឈ្មោះថាកម្លាំងរបាយឡង់ដុនតើនេះអញ្ចឹងរបាយឡង់ដុនកើតចំពោះមិនប៉ូឡេឌីប៉ូកើតចំពោះប៉ូឡេហើយអ៊ីយ៉ង់កើតចំពោះសមាសធាតុអ៊ីយ៉ង់អូខេអញ្ចឹងយើងមួយខែ4សប្តាហ៍នេះយើងចប់បាន2ចម្ពោះហើយចឹងគោលដៅរបស់យើង5ចម្ពោះ3ខែអូខេប្រកាសជាចប់ហើយអញ្ចឹងយើងអាចមួយទៅអីទេអ្នកដែលយល់ហើយយើងធ្វើម៉េចឲ្យយល់កាន់តែច្បាស់ទៅអ្នកដែលមិនសូវយល់យើងព្យាយាមឲ្យយល់ឲ្យខ្លាំងទៅហើយយើងអាសាមើលវីដេអូឡើងវិញទៅអូខេមិនទៅ